ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកវិជាសាស្ត្របែបប្រឌិតមួយទៀតដែលមានចំណងជើងថា Independence Day មកធ្វើការសង្ខេបជូនទស្សនាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយជួយ like ជួយ comment បានច្រើនជាពិសេសសម្រាប់អ្នកថ្មីសូមកុំភ្លេចជួយ subscribe channel ឬក៏ follow page មនោចរណៃដើម្បីផ្ដល់កម្លាំងចិត្តដល់ខ្ញុំផងបាទសូមអរគុណសាច់រឿងចាប់ផ្ដើមនៅឆ្នាំ1996ដែលពេលនោះមាន UFO របស់ alien ជាច្រើនគ្រឿងបានចុះមកដល់ផែនដីនៅទីតាំងផ្សេងៗគ្នាទូទាំងពិភពលោកពួក alien ទាំងនោះមកមិនមែនគោលបំណងសន្តិភាពទេគឺពួកវាមកដើម្បីលុកលុយផែនដីតែម្ដងជាការឆ្លើយតបលោកប្រធានាធិបតីអាមេរិកឈ្មោះ Whitmore បានបញ្ជាឲ្យកងទ័ពវាយប្រហារទៅលើពួក alien វិញក៏ប៉ុន្តែធ្វើឲ្យពួកវាអត់បានទេព្រោះយានរបស់ពួកវាមានស៊ីលការពារប៉ុន្តែប៉ុណ្ណោះពួក alien បានបញ្ចេញកងទ័ពរបស់វាមកប្រយុទ្ធតទល់ជាមួយនឹងកងទ័ពអាកាសរបស់អាមេរិកថែមទៀតផងដោយឃើញសភាពការមិនសូវស្រួលកងទ័ពអាមេរិកក៏ដកថយមកវិញសិនប៉ុន្តែនៅពេលនោះមានទាហានក្លាហានម្នាក់ឈ្មោះ Steven បានបន្តប្រយុទ្ធយ៉ាងសុទ្ធស្វែងជាមួយនឹងយានរបស់ alien មួយគ្រឿងហើយទីបំផុតគាត់បានប្រើស្នៀតយកឈ្នះ alien នោះហើយថែមទាំងអាចចាប់វាបានទាំងរស់ទៀតផងបន្ទាប់មកគេបានយក alien នោះទៅពិសោធន៍នៅ Area 51នៅពេលដែលកំពុងពិសោធន៍ alien បានដឹងខ្លួនហើយវាប្រហារទៅលើអ្នកវិទ្យាសាស្ត្រឈ្មោះ Dr. Okun នឹងបានប្រើ telepath ចូលទៅរំខានខួរក្បាលរបស់ប្រធានាធិបតី Whitmore ថែមទៀតផងសំណាងល្អក្រុមអង្គរៈបានបាញ់សម្លាប់ alien នោះទាន់បន្ទាប់មកក្រុមអ្នកបច្ចេកទេសដឹកនាំដោយបរិមម្នាក់ឈ្មោះ David បានធ្វើពិសោធន៍ទៅលើយានចម្បាំងរបស់ alien មួយដែលបានធ្លាក់នៅពេលនោះ David បានរកឃើញវិធីបិទស៊ីលការពាររបស់ពួក alien ហើយដោយសារការរកឃើញដ៏សំខាន់មួយនេះបានធ្វើឲ្យកងទ័ពអាមេរិកអាចកំទេចយានរបស់ alien បានបន្ទាប់មកអាមេរិកបានចែកចាយបច្ចេកទេសនេះទៅកាន់ប្រទេសនានាទូទាំងពិភពលោកដើម្បីទប់ទល់ជាមួយនឹងពួក alien ដែលបានទៅលុកលុយប្រទេសរបស់ពួកគេផងដែរហើយទីបំផុតប្រជាជាតិទូទាំងពិភពលោកបានរួមគ្នាប្រយុទ្ធប្រឆាំងជាមួយនឹងពួក alien រហូតទទួលបានឯករាជ្យពីនឹមត្រួតត្រារបស់ពួកវា20ឆ្នាំក្រោយមកផែនដីបានមានសន្តិភាពព្រោះប្រទេសនានាឈប់ធ្វើសង្គ្រាមដាក់គ្នាហើយពួកគេបានរួមគ្នាបង្កើតអង្គការអន្តរជាតិមួយឈ្មោះ ESD ដើម្បីធ្វើការស្រាវជ្រាវនិងការពារផែនដីពីការលុកលុយរបស់ពួក alien នៅថ្ងៃអនាគតរយៈពេលជាង20ឆ្នាំកន្លងមកនេះអង្គការ ESD បានរកឃើញបច្ចេកវិទ្យាទំនើបពីយានរបស់ alien ដែលបានធ្លាក់នៅលើផែនដីបច្ចុប្បន្ននេះអង្គការ ESD មានមូលដ្ឋាននៅក្នុងតំបន់ Area 51នៅលើផែនដីនិងមូលដ្ឋានមួយកន្លែងទៀតនៅលើឋានប្រច័ណ្ឌពួកគេដឹងច្បាស់ណាស់ថាពួក alien នឹងវិលត្រឡប់មកកាន់ផែនដីជាលើកទី2នៅថ្ងៃណាមួយមិនខានយើងត្រឡប់មកមើលអតីតប្រធានាធិបតី Whitmore វិញប៉ុន្មានថ្ងៃនេះគាត់បានយល់សពចម្លែកហើយដូចគ្នាខ្លាំងណាស់ដែលនៅក្នុងយល់សពនោះគាត់បានឃើញដុំមូលមួយហើយមានឆ្នូតគាត់មិនដឹងថាវាជាស្អីទេហើយគាត់បានយកវាមកគូរលើกระดาษដើម្បីសិក្សាពីវាបន្ថែមទៀតក្នុងពេលជាមួយគ្នានៅឋានប្រច័ណ្ឌបុគ្គលិករបស់អង្គការ ESD ម្នាក់ឈ្មោះ Jack ហើយនិងមិត្តភក្តិរបស់គាត់ឈ្មោះ Charlie កំពុងតែដំឡើងប្រព័ន្ធការពារផែនដីនៅទីនោះនៅពេលនោះស្រាប់តែមានបញ្ហាបច្ចេកទេសមួយបានកើតឡើងធ្វើឲ្យអាវុធដែលពួកគេកំពុងតែដំឡើងផ្អៀងរកចង់ដួលពេលឃើញអញ្ចឹងលោកមេបញ្ជាការជាងដែលជាមេរបស់ Jack បានបញ្ជាឲ្យ Jack ដកថយមកវិញប៉ុន្តែ Jack មិនស្ដាប់បញ្ជាក៏ប្រើយានរបស់គាត់ទប់អាវុធនោះហើយព្យាយាមរុញវាឡើងទៅវិញនៅពេលនោះពិតជាគ្រោះថ្នាក់ខ្លាំងណាស់ព្រោះយានរបស់ Jack ប្រឹងប្រើថាមពលខ្លាំងពេកអាចផ្ទុះឆេះសំណាងល្អ Jack ធ្វើការបានលឿនហើយបានរុញអាវុធនោះឲ្យឈរទៅវិញបានសម្រេចទោះជាយ៉ាងនេះក៏ដោយពេលត្រឡប់មកដល់មូលដ្ឋាននៅឋានប្រច័ណ្ឌវិញលោកមេបញ្ជាការជាងបានបន្ទោស Jack យ៉ាងខ្លាំងដោយមិនស្ដាប់បញ្ជាពេលនោះគាត់បានដកហូតតំណែងរបស់ Jack ជាបណ្ដោះអាសន្នសិនយានត្រឡប់មកកាន់ស្នាក់ការធំរបស់អង្គការ ESD នៅផែនដីវិញឧត្តមសេនីយ៍ផ្កាយ4ឈ្មោះអាដាមបានមកពិនិត្យមើលពួក alien ដែលពួកគេចាប់បានកាលពី20ឆ្នាំមុនវាចម្លែកខ្លាំងណាស់ព្រោះតាមវាចាប់ខ្លួនបានមកពួក alien នោះបានដេកស្លាប់រហូតអត់ងើបទេទើបតែឥឡូវនេះវាចាប់ផ្ដើមងើបមកវិញឧត្តមសេនីយ៍អាដាមចង់យករឿងនេះទៅពិភាក្សាជាមួយនឹង David ដែលពេលនេះគាត់គឺជា director មេធំរបស់អង្គការ ESD ប៉ុន្តែ David តាក់ទងអត់បានទេព្រោះគាត់រវល់ចុះបេសកកម្មជាមួយនឹងមន្ត្រីរដ្ឋាភិបាលម្នាក់ឈ្មោះ Floyd ទៅកាន់ប្រទេសអាហ្វ្រិកនៅទីនោះ David បានជួបជាមួយនឹងមិត្តស្រីរបស់គាត់ Dr. Catherine ដែលមានជំនាញខាងចិត្តវិទ្យាហើយនឹងUbuntu ដែលជាមេដឹកនាំប្រចាំតំបន់នោះនៅក្នុងប្រទេសអាហ្វ្រិក Catherine បានទៅទីនោះមុនមករយៈហើយដើម្បីសិក្សាអំពីទំនាក់ទំនងរវាង Ubuntu ហើយនិងពួក alien Ubuntu ក៏បានដេកសម័យឃើញរូបភាពមូលហើយមានឆ្នូតចំកណ្ដាលហ្នឹងដោយអតីតប្រធានាធិបតី Whitmore ដែរម្យ៉ាងទៀតកាលពី20ឆ្នាំមុនពួក alien ចាញ់សង្គ្រាមមានយានរបស់ alien មួយបានចុះមកសញ្ចតលើផែនដីនៅតំបន់របស់ Ubuntu នោះដើម្បីខួងយកអីម្យ៉ាងមិនដឹងទេក៏ប៉ុន្តែក្រោយមកក៏បានបញ្ឈប់ការខួងហើយរលត់ស្ងាត់សូន្យឈឹងនៅពេលដែលកងទ័ព alien ចាញ់សង្គ្រាម Ubuntu បានប្រាប់ថា2ថ្ងៃមុនគាត់បានឃើញអំពូលនៅក្នុងយាននោះភ្លឺហើយនៅពេលពួកគេចូលទៅមើល David ដែលជាអ្នកជំនាញខាង Satellite បានដឹងថាកុំព្យូទ័ររបស់ពួក alien បានផ្ញើសញ្ញាប្រកាសសុំជំនួយចេញទៅកាន់ភពក្រៅហើយក៏មានអ្នកឆ្លើយតបផងដែរយើងត្រឡប់ទៅមើលឋានប្រច័ណ្ឌវិញ Jack កំពុងតែវីដេអូខលជាមួយនឹងសង្សាររបស់គាត់ឈ្មោះ Patricia ដែលជាកូនស្រីរបស់អតីតប្រធានាធិបតី Whitmore Patricia បានប្រាប់ថានៅប្រហែលថ្ងៃខាងមុខទៀតនឹងមានក្រុម pilot ទៅធ្វើទស្សនកិច្ចសិក្សានៅឋានប្រច័ណ្ឌហើយនៅក្នុងចំណោមពួកគេក៏មាន Dylan ដែលធ្លាប់វាយគ្នាជាមួយ Jack កាលពីនៅរៀនហោះហើរជាមួយគ្នាផងដែរកាលនោះវាគឺជាកំហុសរបស់ Jack ដែលហ៊ានជ្រុលពីធ្វើឲ្យ Dylan បាត់បង់ជីវិតបន្ទាប់មកនៅប្រហែលថ្ងៃក្រោយក្រុម pilot បានទៅដល់ឋានប្រច័ណ្ឌហើយម្នាក់ចង់ជួប Dylan ខ្លាំងណាស់ព្រោះគាត់គឺជាកូនរបស់ទាហានដែលមានស្នាដៃជួយកម្ចាត់ក្រុម alien កាលពី20ឆ្នាំមុនឈ្មោះ Steven ចំណែក Charlie អត់ចាប់អារម្មណ៍ជាមួយនឹង Dylan ទេនៅពេលនោះគាត់ចាប់អារម្មណ៍ជាមួយនឹងរូបសម្រស់របស់ Rain ដែលជាក្មួយស្រីរបស់លោកមេបញ្ជាការជាងនៅក្រៅពេលបាយថ្ងៃត្រង់ Dylan បានជួបជាមួយនឹង Jake តាមផ្លូវពេលនោះ Jake បានប្រាប់ថា Dylan មកពាំងផ្លូវគាត់ទៀតហើយធ្វើឲ្យ Dylan ខឹងក៏ដាល់គាត់ម្ដាយពេលនោះលោកមេបញ្ជាការជាងបានឃើញហើយក៏សួរនាំប៉ុន្តែ Jake មិនប្រកាន់ទេក៏ប្រាប់ថាគាត់រអិលដួលទេ
ទេថ្ងៃបន្ទាប់ទៀតយើងបកទៅមើលក្រុមការងាររបស់ David វិញ Catherine កំពុងតែចាប់អារម្មណ៍ខ្លាំងទៅលើសញ្ញារង្វង់ហើយមានគូសឆ្នោតមួយនៅចំកណ្ដាលហ្នឹងដែលនាងបានរកឃើញនៅកន្លែងផ្សេងៗគ្នារូបហ្នឹងអូបន្ទុកក៏ធ្លាប់ស្មៃឃើញដែរក៏ប៉ុន្តែគាត់ឃើញច្បាស់ជាងនឹងហើយគាត់បាននាំពួកគេទៅមើលរូបដែលគាត់គូសនៅក្នុងបន្ទប់គាត់រូបមូលមានឆ្នោតកណ្ដាលហ្នឹងតាមពិតមើលទៅវារៀងដូចជាភពមួយអីចឹងប៉ុន្តែទោះបីយ៉ាងណាក៏ពួកគេមិនទាន់អាចសន្និដ្ឋានថាវាជាស្អីដែរក្នុងពេលជាមួយគ្នានោះដែរនៅភពប្រច័ន្ទមានបាតុភូតចម្លែកមួយបានកើតឡើងដែលនៅក្នុងទីលំហអវកាសពួកគេបានឃើញមានរូបភាពដូចទឹកគួចហើយមិនយូរប៉ុន្មានស្រាប់តែមានយានអវកាសរាងមូលដូចបាល់មួយបានលេចចេញពីកណ្ដាលទឹកគួចនោះបន្តមកទៀតគេបានបញ្ជូនរូបភាពហើយនឹងព័ត៌មាននោះទៅកាន់ David ហើយនឹងប្រធានាធិបតីបច្ចុប្បន្នឈ្មោះ Lanford ពេលនោះប្រធានាធិបតី Lanford បានគិតថាអេលៀនលើកមុនមកវាយប្រហារទៀតហើយពួកគេគួរតែបញ្ញាវាយប្រហារវាមុនប៉ុន្តែ David អត់គិតអញ្ចឹងទេគាត់គិតថាយានរបស់អេលៀនលើកនេះខុសពីលើកមុនវាអាចជាពូជសាសន៍អេលៀនផ្សេងដែលធ្វើដំណើរមកទីនេះក្នុងគោលបំណងល្អទេដោយមិនអាចសម្រេចចិត្តបានដោយខ្លួនឯងប្រធានាធិបតី Lanford បានធ្វើការបោះឆ្នោតសុំមតិសមាជិកក្រុមអង្គការ ESD ទាំងអស់ហើយមតិភាគច្រើនគេបានឯកភាពគ្នាឲ្យបាញ់យានអេលៀននោះមុនក្រៅពីទទួលបានភ្លើងខៀវពីប្រធានាធិបតីហើយលោកមេបញ្ជាការជាងក៏បញ្ជាឲ្យគេបាញ់ទម្លាក់យានអវកាសនោះភ្លាមបន្តមក David បានស្នើសុំការអនុញ្ញាតពីរដ្ឋាភិបាលដើម្បីឡើងទៅរកមើលយានអេលៀនដែលធ្លាក់នោះនៅឋានប្រចាំដោយផ្ទាល់ប៉ុន្តែគេបានបញ្ជាគាត់ឲ្យត្រឡប់ទៅកាន់ទីក្រុង Washington វិញក្នុងហេតុផលនយោបាយទៅវិញធ្វើឲ្យគាត់ខឹងខ្លាំងមែនទែនពេលនោះJackដែលគ្រប់គ្រងចំណាត់ការរបស់ David ក៏លួចបើកយានអវកាសមួយទៅកាន់ផែនដីដើម្បីទទួលក្រុមរបស់ David ឡើងមកកាន់ឋានប្រចាំបន្ទាប់ពីបានធ្វើការហោះហើរកិច្ចចេញពីកំទេចកំទីបំណែកបែកបាក់របស់យានរបស់អេលៀនមួយរយៈទីបំផុតពួកគេបានរកឃើញបំណែកធំរបស់យានអេលៀនដែលនៅក្នុងនោះមានដុំមូលមួយទៀតយើងត្រឡប់ទៅមើលផែនដីវិញប្រធានាធិបតីអាមេរិកបានរៀបចំកម្មវិធីដើម្បីអបអរសាទរជ័យជំនះទៅលើពួកអេលៀនប៉ុន្តែនៅពេលនោះអតីតប្រធានាធិបតីវីតម៉ូបានឡើងមកកាន់មេក្រូហើយបានប្រាប់ប្រជាជនឲ្យត្រៀមខ្លួនព្រោះគាត់ដឹងថាមិនយូរទេនឹងមានអេលៀនមួយក្រុមទៀតមកលុកលុយផែនដីហើយលើកនេះពួកគេប្រហែលជាមិនអាចឈ្នះអេលៀនបានទេភ្លាមនោះស្រាប់តែគាត់មានអារម្មណ៍ថាឈឺក្បាលខ្លាំងណាស់ហើយមិនត្រឹមតែគាត់ទេអ្នកដែលធ្លាប់ប៉ះទង្គិចដោយផ្ទាល់ជាមួយនឹងអេលៀនកាលពី20ឆ្នាំមុនដូចជាដុកទ័រអគុណហើយនិងអូបានតុក៏មានអាការៈដូចគ្នាដែរស្របពេលជាមួយគ្នានឹងដែរនៅឋានប្រចាំក្រុមរបស់ Jack ហើយនិង David កំពុងតែរៀបចំយកដុំមូលទៅពិនិត្យស្រាប់តែពេលនោះពួកគេបានឃើញយានអវកាសរបស់អេលៀនយ៉ាងធំមួយទៀតធំជាងកាលពី20ឆ្នាំមុនទៀតហើយយ៉ាងគៀកជាមួយនឹងឋានប្រចាំសម្ដៅទៅកាន់ផែនដីពេលនោះ Charlie ក៏បញ្ញាបញ្ជាយានកិច្ចចេញពីយានរបស់ UFO ទៅជួយ Jack ហើយនិង David បន្តមកពួកគេក៏បញ្ញារើសដុំមូលនោះរួចនាំនឹងចាក់ចេញពីទីនោះប៉ុន្តែនៅពេលនោះយានរបស់អេលៀនមានទំនាញខ្លាំងពេកក៏ទាញយានរបស់ពួកគេថយក្រោយវិញចំណែកលោកមេបញ្ជាការជាដែលឈរជើងនៅមូលដ្ឋានប្រចាំឃើញអញ្ចឹងក៏បញ្ជាកងទ័ពឲ្យបើកការបាញ់បហាទៅលើយានរបស់អេលៀនភ្លាមប៉ុន្តែធ្វើអីវាអត់បានទេព្រោះវាមានសៀលការពារបន្តមកពួកអេលៀនក៏បានវាយបកមកមូលដ្ឋាននៅឋានប្រចាំវិញសម្រាប់ទាំងលោកមេបញ្ជាការជាងផងដែរនៅផែនដីឯនេះវិញអាដាមបានឃើញអញ្ចឹងក៏បញ្ជាឲ្យគេត្រៀមកណ្ដុងសត្វតឡៃដើម្បីបាញ់យានរបស់ពួកអេលៀននោះក៏ប៉ុន្តែមិនទាន់ដល់បាញ់ផងយានរបស់ពួកអេលៀនក៏បានកំទេចសត្វតឡៃទាំងនោះចោលមិនយូរប៉ុន្មានយានអវកាសដ៏ធំមួយនោះបានចូលដល់ក្នុងស្ទប់បរិយាកាសរបស់ផែនដីនាំយកទាំងក្រុមរបស់ Jack ហើយនិង David ទៅជាមួយផងគ្រាន់តែទំនាញរបស់វាបានស្រូបទាញបំផ្លិចបំផ្លាញទ្រព្យសម្បត្តិហើយនិងជីវិតរបស់មនុស្សឲ្យជាច្រើនបន្តមកក្រុមរបស់ David និង Jack ឲ្យរើខ្លួនចេញពីទំនាញរបស់ពួក Alien បានហើយបាននាំគ្នាហោះកិច្ចចេញពីបំណែកបាក់បែកឆ្ពោះទៅកាន់ស្នាក់ការធំរបស់ ESD ក្នុងពេលជាមួយគ្នានោះប្រធានាធិបតី Lanford បានបញ្ជាឲ្យប្រជាជនទាំងអស់ជាពិសេសអ្នកដែលនៅលើទូកបញ្ញាប់ចាក់ចេញពីតំបន់នោះហើយនៅក្នុងចំណោមពួកគេក៏មានប៉ារបស់ David ឈ្មោះ Julius កំពុងតែជិះទូកកំសាន្តស្ទូចត្រីផងដែរពេលនោះ Julius ក៏បញ្ញាប់បើកទូករត់កិច្ចហើយក៏ព្យាយាមតាក់ទងទៅកាន់ David ប្រាប់ពីអ្វីដែលគាត់បានឃើញតែមិនទាន់បាននិយាយគ្នាអីផងទូរស័ព្ទក៏ដាច់សេវានៅពេលនោះយានរបស់ Alien ដែលបានចុះចតនៅលើសមុទ្របានបង្កើតរលកយ៉ាងធំមួយដេញពីក្រោយទូករបស់ Julius នៅស្នាក់ការធំរបស់ ESD David បានឃើញយានរបស់ Alien ចាប់ផ្ដើមខួងចូលស្នូលរបស់ផែនដីហើយបើសិនជាពួកវាធ្វើបានសម្រេចនោះផែនដីនឹងលែងមានទំនាញបានន័យថាមនុស្សនៅលើផែនដីទាំងអស់នឹងត្រូវស្លាប់ស្របពេលជាមួយគ្នាក្រុមពីរលត់ជំនាញបានហោះចុះពីឋានប្រចាំមកកាន់ផែនដីដើម្បីជួយជម្រាបប្រជាជនហើយនៅពេលនោះ Dylan ក៏បានឃើញម៉ាក់របស់គាត់នៅលើដំបូលអគារមន្ទីរពេទ្យមួយដែលគាត់ធ្វើការជាមួយនឹងស្ត្រីដែលទើបតែសម្រាប់កូនម្នាក់គួរសោកស្ដាយផងដែរនៅពេលនោះគេអាចជួយបានតែស្ត្រីពីរនាក់ម៉ែកូនទេចំណែកម៉ាក់របស់ Dylan បានធ្លាក់ស្លាប់យើងនាំគ្នាទៅមើលស្នាក់ការធំរបស់អង្គការ ESD វិញអតីតប្រធានាធិបតី Whitmore បានទៅកាន់ទីនោះដើម្បីសួរចម្លើយពួក Alien ហើយវិធីក្នុងការសួរចម្លើយពួក Alien គឺគ្រោះថ្នាក់ខ្លាំងណាស់ពេលនោះ Whitmore បានចូលទៅចាក់សោនៅក្នុងបន្ទប់ជាមួយនឹង Alien តែពីរនាក់គាត់ធ្វើអញ្ចឹងដើម្បីឲ្យពួក Alien យកប្រម៉ោយរុំកគាត់ដើម្បីឲ្យគាត់អាចនិយាយជំនួសពួក Alien បានពេលនោះពួក Alien បាននិយាយតាម Whitmore ថារាជធានីរបស់ពួកវាបានមកដល់ហើយមនុស្សទាំងអស់ត្រៀមខ្លួនចាំងាប់ទៅប៉ុន្តែនៅពេលដែលCatherineបង្ហាញរូបរង្វង់មានឆ្នូតមួយឲ្យវាមើល Alien នោះបានផ្អើលដូចជាខ្លាចរូបនឹងខ្លាំងណាស់ហើយដោយសារតែខ្លាចវាសម្រាប់ Whitmore ក្រុមអង្គរៈក៏ព្យា
យាមបានសម្រាប់អេលៀននោះក៏ប៉ុន្តែវាកិច្ចលឿនទៀតបន្តមកវាក៏ដណ្ដើមបានកំភ្លើងម្ដងពីកងអន្តរជាតិហើយបាញ់បកមកវិញសំណាងល្អពេលនោះអូបន្ទុលឿនបានឈូវវប់ទៅក្រោយខ្នងវាហើយបានប្រើដាវចាក់វាពីក្រោយតាមពិតអេលៀនដែលយើងឃើញនឹងគ្រាន់តែជាសម្បកទេខ្លួនពិតរបស់វាគឺនៅខាងក្នុងពេលនោះអូបានទុកក៏អត់បានទុកវាធ្វើថ្នាំអីដែរក៏សម្រាប់វាចោលភ្លាមបន្តមកដេវីតបានសន្និដ្ឋានថាអេលៀនលើកនេះហើយនឹងអេលៀន20ឆ្នាំមុនគឺជាជាតិសាសន៍តែមួយទេពួកវាគ្រប់គ្រងដោយរាជនីឬក៏ស្ដេចស្រីម្នាក់ហើយបើសិនជាសម្រាប់រាជនីនោះបានគឺអ្វីៗត្រូវបានដំណើរការទាំងអស់ពេលដល់ចឹងហើយកងទ័ពផ្លូវអាកាសទាំងអស់បានចេញទៅស្វែងរករាជនីរបស់ពួកអេលៀនដើម្បីសម្លាប់វាចោលវាមិនមែនជាការងារមួយដ៏ងាយស្រួលទេព្រោះនៅពេលនោះយានរបស់ពួកអេលៀនក៏មានកងទ័ពរបស់វាចេញមកជួយការពារដែរពេលនោះ Jack ដែលហ៊ានបន្ថយជាងគេបានប្រមូលគ្នាគាត់ប្រមាណអ្នកហោះចូលទៅក្នុងយានធំរបស់ពួកអេលៀនតែម្ដងដើម្បីសម្លាប់រាជនីរបស់ពួកវាពេលចូលទៅដល់ក្នុងនោះគឺធំខ្លាំងណាស់ហើយវាមានប្រព័ន្ធ ecosystem របស់វាផ្ទាល់ខ្លួនដោយផែនដីមួយទៀតអញ្ចឹងមិនយូរប៉ុន្មានពួកអេលៀនបានដឹងហើយបានប្រើរលកពិសេសម្យ៉ាងពលុតម៉ាស៊ីនយន្តហោះរបស់ពួកគេទាំងអស់ពួកគេត្រូវធ្លាក់ចុះមកខាងក្រោមលប៉ុយបន្ទាប់មកពួកអេលៀនឆ្លាតណាស់ក៏ប្រើឧបករណ៍ហោះទៅសៀលគ្រាប់បែកទាំងអស់នៅក្នុងយន្តហោះដូច្នេះនៅពេលដែលក្រុមរបស់ Jack ចុចទម្លាក់គ្រាប់បែកទាំងនោះគឺវាអាចផ្ទុះខ្ទាតចេញមកខាងក្រៅបានទេបន្តមកទៀតយានធំរបស់អេលៀននោះបានប្រើដែនរលកពិសេសយ៉ាងធំមួយទៀតបំផ្លាញប្រព័ន្ធទំនាក់ទំនងទាំងអស់របស់មនុស្សមិនតែប៉ុណ្ណោះវាបានរកឃើញលៀនឋានលាក់ខ្លួនរបស់ប្រធានាធិបតីនិងមន្ត្រីដែលមានតំណែងខ្ពស់ៗនៅក្នុងរដ្ឋាភិបាលថែមទៀតហើយក៏បានវាលោកចូលទៅកាន់ទីនោះសម្រាប់មនុស្សទាំងអស់នៅក្នុងនោះចោលអ្នកដែលនៅមានជីវិតហើយមានតំណែងខ្ពស់ជាងគេនៅក្នុងរដ្ឋាភិបាលនៅពេលនេះគឺអាដាមដូច្នេះគាត់ត្រូវស្បត់ចូលកាន់តំណែងជាប្រធានាធិបតីបន្តដោយសារតែមិនដឹងថាត្រូវធ្វើអីតទៅទៀតពួកគេក៏បានទៅពិនិត្យមើលដុំមូលដែលពួកគេបានដឹកពីឋានប្រចាំមកពេលនោះពួកគេអាច scan មើលដឹងថាតើវាជាស្អីទេប៉ុន្តែនៅពេលដែល Floyd យកដៃទៅប៉ាវាក៏ស្រូបដៃរបស់ Floyd បន្ទាប់មកវាក៏ចាប់ផ្ដើមដំណើរការហើយចេះនិយាយភាសាអង់គ្លេសទៀតព្រោះវាបានរៀនពី Floyd មុននឹងដុំមូលនោះបានប្រាប់ថាពួកអេលៀនដែលបានមកលុកលុយភពផែនដីនេះក៏ធ្លាប់បានទៅលុកលុយភពរបស់វាកាលពីមុនដែរពួកអេលៀននេះវាដើរបូមធម្មពលពីភពផ្សេងដើម្បីយកមកប្រើលើយានរបស់វានិងអភិវឌ្ឍបច្ចេកវិទ្យារបស់វាហើយជាតិសាសន៍របស់ដុំមូលហ្នឹងហើយនឹងពួកអេលៀនហ្នឹងក៏បានប្រយុទ្ធគ្នារាប់ពាន់ឆ្នាំមកហើយគ្រាន់តែពេលនេះពួកគេចាញ់សង្គ្រាមហើយនៅសល់តែដុំមូលហ្នឹងមួយគត់ដែលនៅមានជីវិតប៉ុន្តែដុំមូលហ្នឹងមិនមែនធម្មតាទេវាមានផ្ទុកនៅព័ត៌មានបច្ចេកវិទ្យាទំនើបដែលបង្កើតបានទៅជាអាវុធហើយនៅកងទ័ពវាយបកទៅក្រុមអេលៀនវិញបានម្ដងទៀតអញ្ចឹងហើយទៅពួកអេលៀននេះចង់កំទេចវាខ្លាំងណាស់ពេលនេះដុំមូលនេះដំណើរការហើយអញ្ចឹងស្ដេចស្រីអេលៀនប្រកាសជាដឹងថាវានៅណាហើយនឹងធ្វើដំណើរមករកវាពេលដល់អញ្ចឹងដុកទ័រអរគុណហើយនឹង David បានរៀបចំផែនការកូពីសិഗ്ນលរបស់ដុំមូលនោះដាក់ចូលក្នុងឧបករណ៍មួយដែលហុំព័ទ្ធទៅដោយក្របបែកដើម្បីធ្វើជាអន្ទាក់សម្រាប់រាជនីរបស់ពួកអេលៀនកន្លែងទៅមើលក្រុមរបស់ Jake វិញពេលនេះពួកគេបានលោតឆាត់យងចូលមកដល់ខាងក្រោមអត់មានគ្រោះថ្នាក់អីទេប៉ុន្តែនៅពេលនេះពួកគេកំពុងតែកិច្ចចេញពីការតាមប្រម៉ាញ់របស់ពួកអេលៀនបន្ទាប់ពីបានរួចខ្លួនពីការតាមប្រម៉ាញ់ពួកគេបានឃើញយានរបស់រាជនីហោះចេញពីយានធំហាហោមដោយវងកងទ័ពឃ្មុំរបស់វាជាច្រើនបន្ទាប់មកពួកគេបានរកឃើញយានរបស់ពួកអេលៀនតូចៗនៅប្រចាំការនៅទីនោះជាច្រើនគ្រឿងហើយមានកំណត់ចង់លួចវានៅពេលនោះ Jake បានចេញទៅប្រឆាំងពួកអេលៀនដើម្បីតាក់ទាញការចាប់អារម្មណ៍របស់ពួកវាដើម្បីពន្យាពេលគ្នារបស់គាត់ផ្សេងទៀតចូលទៅលួចយានរបស់ពួកអេលៀននៅពេលឃើញ Jake បាញ់នោមដាក់កន្លែងរបស់វាពួកអេលៀនខឹងណាស់ក៏នាំគ្នាដេញបាញ់ Jake សំណាងល្អនៅពេលនោះគ្នារបស់គាត់លួចយានរបស់ពួកអេលៀនបានហើយបានជួយគាត់ទាន់បន្ទាប់មកពួកគេបាននាំគ្នាហោះចាក់ចេញពីទីនោះក៏ប៉ុន្តែនៅតាមផ្លូវពួកគេបានជួបប្រយុទ្ធជាមួយនឹងយានរបស់ពួកអេលៀនមួយចំនួនទៀតហើយឆ្លៀតពេលនោះផងដែរ Jake ក៏បានសុំទោស Dylan ដែលប៊ីធ្វើឲ្យគាត់ស្លាប់នៅពេលដែលពួកគេវឹកហាត់ហោះហើរជាមួយគ្នាបន្ទាប់មកពួកគេអាចហោះកិច្ចចេញពីទីនោះបានទាំងប្រផិតប្រផាយបំផុតត្រឡប់ទៅមើលទីស្នាក់ការធំវិញពេលនេះពួកគេបានរៀបចំឧបករណ៍សម្រាប់ដាក់អន្ទាក់រាជនីរួចហើយក៏ប៉ុន្តែមានបញ្ហាមួយទៀតគឺពួកគេត្រូវការពីលុតស្ម័គ្រស្លាប់ម្នាក់ចុចបំផ្ទុះគ្រាប់បែកដោយផ្ទាល់តែម្ដងព្រោះសត្វតឡៃទាំងអស់របស់ពួកគេត្រូវបានពួកអេលៀនកំទេចចោលអស់ហើយមិនអាចរីម៉ូតទៅបំផ្ទុះបានទេពេលនោះ Patricia ស្ម័គ្រចិត្តធ្វើជាអ្នកបំផ្ទុះគ្រាប់បែកក៏ប៉ុន្តែអតីតប្រធានាធិបតី Whitmore ដែលជាប៉ារបស់នាងបានប្រើគេឲ្យទៅកុហក Patricia ថាគាត់ដួលបន្ទាប់មកគាត់ក៏បានឡើងយន្តហោះដាក់គ្រាប់បែកជំនួស Patricia សូមបញ្ជាក់ផងដែរថា Whitmore គឺជាពីលុតមុនធ្វើជាប្រធានាធិបតីទោះជាយ៉ាងនេះក៏ដោយ Patricia នៅតែឡើងយន្តហោះមួយទៀតដើម្បីតាមទៅជួយប៉ារបស់នាងស្របពេលជាមួយគ្នានៅក្នុងតំបន់ប្រតិបត្តិការ David បានឆ្លុះឃើញឡានក្រុងដឹកកូនសិស្សមួយឡានបើកបរសម្ដៅមកកាន់គាត់តាមពិតកងឡានគឺជា Julia ប៉ារបស់គាត់ហើយមិនដឹងថាគាត់ខ្លាចទៅជាកងឡានបើកដឹកកូនសិស្សតាមពីពេលណាមកទេបន្ទាប់មកផែនការរបស់ពួកគេបានសម្រេចព្រោះរាជនីរបស់ពួកអេលៀនបានគិតថាយន្តហោះរបស់ Whitmore មានផ្ទុកដុំមូលហើយក៏ហោះដេញតាមយន្តហោះរបស់ Whitmore ពេលនោះ Whitmore បាននិយាយលាកូនស្រីជាលើកចុងក្រោយហើយបានហោះចូលទៅក្នុងយានធំរបស់រាជនីពេលចូលទៅដល់ខាងក្នុង Whitmore បាននិយាយស្វាគមន៍រាក់ទាក់ជាមួយនឹងរាជនីរបស់ពួកអេលៀនយ៉ាងស្និទ្ធស្នាលហើយក្នុងពេលជាមួយគ្នានៅខាងក្រៅ David បានបញ្ជាឲ្យគេដាក់សៀលហុំព័ទ្ធជុំវិញយានធំរបស់រាជនីពេលរួចរាល់ហើយ Whitmore ក៏ចុចបំផ្ទុះគ្រាប់បែកនុយក្លេ
nuclear ដើម្បីកំទេចយានរបស់រាជនីហើយនឹងរាជនីចោលនៅក្នុងនោះតែម្ដងជ័យជំនះលើកនេះបានធ្វើពួកគេសប្បាយចិត្តយ៉ាងខ្លាំងប៉ុន្តែដូចជានៅមានបញ្ហាព្រោះកូនចៅឃ្មុំរបស់រាជនីនៅធ្វើការបាញ់ប្រហារមកលើពួកគេដោយធម្មតាពិតជាចម្លែកខ្លាំងណាស់មូលហេតុគឺដោយសារតែរាជនីមានសៀលការពារផ្ទាល់ខ្លួនមិនទាន់ងាប់ទេពេលនោះពួកបរិបាអេលៀនបានវាយលោកចូលទៅដល់ទីស្នាក់ការធំសម្ដៅទៅបន្ទប់លាក់ដុំមូលចំណែករាជនីវិញពេលងើបចេញពីកំណរវាក់បែកបានឃើញក្រុមរបស់ដេវីតហើយនឹងក្មេងៗនៅជិតនោះក៏ដេញតាមពេលនោះផាត្រីសាហើយនឹងកងទ័ពអាកាមួយចំនួនបានឃើញអញ្ចឹងក៏នាំគ្នាបាញ់ការពារពួកគេប៉ុន្មានតែរាជនីរបស់ពួកអេលៀនមានសៀលការពារតែដល់តែបាញ់យូរទៅសៀលការពារនោះក៏ដាច់ចៃដន្យនៅពេលនោះរាជនីបានវាយចំស្លាប់យន្តហោះរបស់ផាទីសាធ្វើឲ្យនាងត្រូវប្រញាប់ភៀសខ្លួនចេញពីយន្តហោះលោតឆាត់យន្តចុះមកក្រោមពេលឃើញចឹងរាជនីដែលកំពុងតែក្តៅត្រចៀកជាមួយនឹងផាទីសាផងក៏សម្ដៅទៅចង់សម្លាប់នាងស្នាងល្អក្រុមរបស់ជ័យបានមកដល់ហើយជួយបាញ់ការពារនាងតាន់ពេលនោះរាជនីបានដូរទិសដៅសម្ដៅទៅរកដុំមូលវិញម្ដងនៅពេលដែលវាធ្វើដំណើរទៅកាន់ទីនោះវាបានបញ្ជាឲ្យយានកូនឃ្មុំរបស់វាទាំងអស់រួមទាំងយានដែលជ័យហើយនឹងឆាលីកំពុងតែបញ្ជាផងដែរឲ្យហោះជុំវិញការពារខ្លួនវាជំនួសឲ្យស៊ីលពេលត្រសនការធំរាជនីក៏ប្រើកណ្ដាប់ដៃវាយទន្លុះដើម្បីយកដុំមូលនៅពេលនោះដែរក្រុមរបស់ជ័យបាននឹកឃើញបើក Fusion Drive ដើម្បីជួយរុញយានរបស់ពួកគេឲ្យហោះឡើងទៅលើពេលធ្លាក់ចុះមកវិញពួកគេក៏សម្រុកបាញ់ស្រោចទៅលើរាជនីរហូតអាចសម្លាប់វាបានជ័យជំនះនៅលើពួកអេលៀនជាលើកទី2នេះមិនមែនមានន័យថាពួកអេលៀនឈប់មកឆាឆៅផែនដីទេប៉ុន្តែនៅពេលដែលមនុស្សបានបច្ចេកវិទ្យាទំនើបពីដុំមូលរួមជាមួយនឹងបទពិសោធន៍ប្រយុទ្ធជាមួយនឹងពួកអេលៀនពីលើកន្លងមកយើងជឿថាបើសិនជារឿងនេះមានវគ្គក្រោយទៀតមនុស្សប្រហែលជាអាចទៅធ្វើសង្គ្រាមនៅភពចក្រវាឡបានសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយនឹងខ្ញុំបើសិនជាយល់ថារឿងនេះល្អមើលឬយ៉ាងណាសូមជួយ comment ប្រាប់ផងជាពិសេសសម្រាប់អ្នកថ្មីសូមកុំភ្លេចជួយ subscribe channel ឬក៏ follow page មនោចរណៃដើម្បីតាមដានរឿងល្អៗមើលជាមួយខ្ញុំទៀតពេលនេះសូមជម្រាបលា